សួរថាហើយនឹងដួលរលាយតាមរបៀបណាសំណួររបស់គេគឺសួរថាហើយនឹងដួលរលាយតាមរបៀបណាអាចម្លើយនេះមិនត្រូវសួរខ្ញុំវិញផងមិនបានចឹងវាត្រូវសួរអាសែនវិញសួរតកូលវាវិញថាតកូលវានេះចង់រលាយតាមរបៀបណាវាអត់ត្រូវសួរបងប្អូនកុំសួរយើងត្រូវទៅសួរវាវិញសួរអាសែនថាអាសែនតកូលឯងចង់រលាយតាមរបៀបណាតាមរបៀបគឺថាងាប់ក្នុងផ្ទះងាប់ក្នុងពេទ្យធ្លាក់កប៉ាល់ហោះឬមួយងាប់ដោយជីវសាស្ត្រគីមីអានឹងទោះទៅសួរកណ្ដាលសួរទៅចង់ដឹងបានអីអានឹងយើងផ្ដល់សញ្ញាបត្រយើងផ្ដល់ទៅតាមសំណើរបស់ហ៊ុនសែនអានឹងតាមមែនទេទៅសួរក៏ប៉ុន្តែបងប្អូនសំសាករបស់នឹងឆ្លើយទៅតាមអ្វីដែលឧត្តមគណសាស្ត្រផ្នែកជួយខ្មែររបស់ជាតិបានត្រៀមទុករួចទៅហើយរៀបចំរួចអស់ទៅហើយតែយើងផ្ដួលរលាយតាមរបៀបណាដួលរលាយដោយគោលការណ៍ផែនការទិសដៅនិងគម្រោងពិតប្រាកដរបស់ឧត្តមគណសាស្ត្រផ្នែកជួយខ្មែររបស់ជាតិ6ឆ្នាំមកហើយដែលយើងបានជំរាបហើយថាយើងរំលាយគឺថារបបនឹងចោលឈ្មោះរបបនឹងចោលដោយប្រើគោលការណ៍ផែនការទិសដៅនិងគម្រោងពិតប្រាកដមិនប្រកបមិនគម្រោងលេងសើចដោយពួកគណៈបកខ្លះដោយទៅពួកចលនាខ្លះនិយាយឲ្យទៅរួចពីមាត់អត់មានស្អីអាលីងទៅទេដោយអនុវត្តបាទប្រើគោលការណ៍ផែនការទិសដៅនិងគម្រោងហើយអនុវត្តយុទ្ធសាស្ត្រស្អីយុទ្ធសាស្ត្ររបស់ប្រព័ន្ធក្រមសម្រាប់ជោគជ័យឬគេហៅថាក្រុមអត្តឃាតនៃក្រុម300